បាយឬខ្ញុំសកម្មភាពឬខ្ញុំអាច comment មកសួរអីដែលពួកយើងអាចឆ្លើយបានក្រុមការងារយើងនឹងឆ្លើយតបជាក់ស្ដែងទៅលើបាទសកម្មភាពរបស់យើងនៅក្នុងទស្សនវិជ្ជានៅក្នុងវត្តជែកនេះផងដែរបាទគូទី15នេះសូមជម្រាបអង្គពិធីថាគាត់មកតែម្នាក់ឯងទេបាទគូទី15ខ្ញុំបានទទួលព័ត៌មានហើយដែលពាក់ផ្លាកលេខ019មហាឥន្ទ្រីអត្តឡង់ទឹក Express បាទគឺគាត់មកតែឯងទេចំណែកឯគូរបស់គាត់ពាក់ផ្លាកលេខបាទគឺដូរអបាយមិនដូរហើយបាទគឺនគរខ្មែរមលុបសន្តិភាពបាទគឺអត់បានទេគឺគាត់មកតែឯងទេដូច្នេះសូមជូនលទ្ធផលទៅមហាឥន្ទ្រីអត្តឡង់ទឹក Express ដែលទទួលជ័យជំនះបាទឥឡូវនេះឃើញថាចប់ថ្នាក់អន្តរជាតិ22ហើយបាទចប់ហើយអង្គពិធីសូមអនុញ្ញាតរងចាំតាមទូកថ្នាក់ចំណុះយក្សដូចខ្ញុំថាអញ្ចឹងទូកអុំដែលមានចំណុះចាប់ពី75ឡើងទៅបាទគឺត្រៀមលក្ខណៈហើយខ្ញុំតែសហការជាមួយនឹងមន្ត្រីចេញដំណើរជាមួយនឹងមន្ត្រីជាលការដើម្បីទទួលព័ត៌មានអំពីទូកអុំដែលចុងក្រោយគឺមកតែឯកទេបាទគឺមានតែបន្ទុកទេគឺមហាឥន្ទ្រីអត្តឡង់ទឹក Express ដែលពាក់ផ្លាកលេខ019បាទគឺគាត់មកតែឯកទេគូគាត់អវត្តមានឯកในកម្មវិធីប្រកួតទូកថ្នាក់អន្តរជាតិទាំងពីរជើងបានចប់ដោយបរិបូរណ៍បាទគុណម្ចាស់បាទមហាឥន្ទ្រីអត្តឡង់ទឹក Express ឥឡូវនេះប៉ុណ្ណឹងតទាំងអស់គឺប្រកួតហើយទទួលបានជ័យជំនះបាទសម្រាប់ការឧបនង្គគូអន្តរទូកថ្នាក់អន្តរជាតិណាពុកម៉ែបងប្អូនឥឡូវនេះយើងរងចាំគូទូកវែងតែជាគូវែងឯកបររបស់យើងវិញគយគុណបាទគួរឲ្យកយគុណយកតែមែនទេ